សូមគោរពជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូនិងអស់លោកម៉ាក់ប៉ាបងប្អូនព្រមទាំងមិត្តភ័ក្តិទាំងអស់នៅលើបណ្ដាញសង្គមព្រឹកនេះផងដែរខ្ញុំចង់អាននៅអត្ថបទមួយជាភាសាខ្មែរដើម្បីផ្ដល់ជាជំនួយនិងការលើកទឹកចិត្តទៅដល់ព្រលឹងវិញ្ញាណនិងការរស់នៅប្រចាំថ្ងៃដល់ពួកយើងដែលរស់នៅជាជីវិតគ្រីស្ទបរិស័ទផងដែរហើយនៅពេលដែលខ្ញុំនឹកឃើញទៅដល់ការលើកទឹកចិត្តធ្វើឲ្យខ្ញុំនឹកឃើញទៅដល់ព្រះគម្ពីរទំនុកដំកើងមុនគេដូច្នេះព្រឹកនេះសូមឲ្យខ្ញុំបានអាននៅព្រះគម្ពីរទំនុកដំកើងជំពូកទី23ព្រះអម្ចាស់ជាគង្វាលខ្ញុំទំនុកដំកើងរបស់ស្ដេចដាវីតព្រះអម្ចាស់ជាគង្វាលខ្ញុំនឹងមិនខ្វះអ្វីសោះឡើយព្រះអង្គឲ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចីព្រះអង្គនាំខ្ញុំពុះទៅកន្លែងស្ងាត់នៅក្បែរមាត់ទឹកព្រះអង្គប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិតដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គទោះបីទូបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្តីស្លាប់ក៏ដោយក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយត្បិតព្រះអង្គគង់នៅជាមួយទូលបង្គំព្រះអង្គការពារនិងរក្សាទូលបង្គំជានិច្ចព្រះអង្គរៀបចំពិធីជប់លៀងឲ្យទូលបង្គំនៅមុខបច្ចាមិត្តរបស់ទូលបង្គំព្រះអង្គបានចាក់ប្រេងលើទូលបង្គំដើម្បីលើកកិត្តិយសទូលបង្គំហើយព្រះអង្គបានបំពេញវែងទូលបង្គំយ៉ាងហូរហៀរខ្ញុំដឹងជាក់ច្បាស់ណាស់ថាព្រះអង្គនឹងប្រទានសុភមង្គលឲ្យទូលបង្គំហើយព្រះអង្គប្រណីសណ្ដោសទូលបង្គំយ៉ាងស្មោះស្ម័គ្រជារៀងរាល់ថ្ងៃអស់មួយជីវិតដរាបណាខ្ញុំនៅមានជីវិតខ្ញុំនឹងត្រឡប់មកក្នុងព្រះដំណាក់របស់ព្រះអង្គម្ចាស់ជានិច្ចដូច្នេះសូមឲ្យព្រឹកនេះថ្ងៃនេះឲ្យអស់លោកម៉ាក់ប៉ាបងប្អូនទទួលបានការលើកទឹកចិត្តហើយសូមឲ្យព្រះដ៏ជាជំនួយនិងជាអ្នកគង្វាលដ៏ល្អនិងស្មោះត្រង់បានគង់នៅគុំក្រងជីវិតយើងប្រចាំថ្ងៃផងដែរជាចុងក្រោយព្រះយេស៊ូវស្រឡាញ់អ្នកទាំងអស់គ្នាសូមអរគុណ